ឧត្តមស្នេហ៍ឯករដ្ឋស្រៀងបង្ហាញការភ្ញាក់ផ្អើលនិងសោកស្ដាយចំពោះករណីឆបោកមួយដែលខាតបង់ប្រាក់អស់$7 លាននៅក្នុង Page Facebook ផ្ទាល់ខ្លួនរបស់លោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងផុសនាថ្ងៃទី25 ខែមេសា ឆ្នាំ2025បានលើកឡើងអំពីបទពិសោធន៍នៃការបង្ក្រាបករណីឆបោកជាច្រើនដែលលោកធ្លាប់បានផ្សព្វផ្សាយនិងអំពាវនាវឲ្យមហាជនមានការប្រុងប្រយ័ត្នហើយលោកក៏បានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើលនិងសោកស្ដាយចំពោះករណីឆបោកមួយដែលធ្វើឲ្យជនរងគ្រោះខាតបង់ប្រាក់រហូតដល់$7 លានត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី19 ខែមេសា ឆ្នាំ2025សូមមើលខ្លឹមសារទាំងស្រុងដែលលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងបានផុសដូចខាងក្រោមសេចក្តីលោភលន់អាចធ្វើឲ្យអ្នកភ្លេចនៅសេចក្តីត្រេះរិះរយៈការកន្លងមកខ្ញុំបានផ្សព្វផ្សាយនៅបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាពតាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមអាវ៉ាតបង្ក្រាបបានតាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដូចជាករណីទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នាដោយគេយកគ្រឿងអលង្ការឬប្រាក់ដែលមានជាប់ខ្លួនយើងហើយយើងយកមាសដែលគេទម្លាក់មកផ្ទះคล้ายជារបស់คล้ายករណីអ្នកមិនស្គាល់คล้ายជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើងហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើងបន្ទាប់មកក៏មានអ្នកคล้ายជាគយឬសមត្ថកិច្ចគេប្រាប់យើងថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបានត្រូវបង់ប្រាក់ឲ្យគេជាដើមតែអ្វីដែលភ្ញាក់ផ្អើលនិងសោកស្ដាយបំផុតគឺបានឃើញល្បិចឆបោកដដែលរបស់ជនទុច្ចរិតនៅតែមានប្រសិទ្ធភាពដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀតត្រូវរងការបោកប្រាស់និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើនថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោកមួយករណីទៀតដែលអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី19 ខែមេសា ឆ្នាំ2025មកអំពាវនាវជាថ្មីដើម្បីឲ្យមហាជនមានការប្រុងប្រយ័ត្នជនរងគ្រោះម្នាក់ត្រូវបានជនជាតិស្បែកខ្មៅ5នាក់លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលាន$អាមេរិកតែពុំអាចចាយបានលុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយម្សៅហើយយកម្សៅនោះទៅលាងជាមួយនឹងប្រាក់ប្រឡាក់ទឹកខ្មៅទើបคล้ายជាប្រាក់អាចចាយបានដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ1ទ្វេជា3ឬ1ទ្វេជា5ដំបូងឡើយជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដចំនួន$2,000ឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីនក្រឡុកជាមួយនឹងម្សៅនិងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល$8,000តែមុនពេលក្រឡុកក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំដោយប្រាប់ថាដើម្បីការពារការ